ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅធ្វើនំមួយប្រភេទដែលមានឈ្មោះថានំពងមាន់រសជាតិទឹកដោះគោចំពោះគ្រឿងផ្សំរបស់យើងមានដូចជាពងមាន់ម្សៅពោតស្ករសហើយជាមួយនឹងដោះគោស្រស់ផងដែរចំពោះការធ្វើសូមទស្សនាដូចតទៅចាបងប្អូនចំពោះនំរបស់យើងត្រូវកូររហូតឲ្យក្លាយជាល្បាយខាប់មួយដែលមើលទៅគួរឲ្យចង់ញ៉ាំហើយបន្ទាប់មកទៀតបងប្អូននឹងយកវាទៅដាក់នៅក្នុងប្រអប់មួយផងដែរចាបងប្អូនចំពោះនំរបស់យើងបន្ទាប់ពីដាក់ក្នុងទូទឹកកក4ម៉ោងហើយគឺខ្ញុំយកមកកាត់ជាដុំៗសម្រាប់កូនខ្ញុំញ៉ាំផងដែរហើយចំពោះនំនេះបើសិនជាបងប្អូនចង់ញ៉ាំតទេតាំងចឹងក៏បានឬក៏បងប្អូនមួយទៀតយកទៅលាបពងមាន់ពីលើហើយយើងយកទៅអាំងនៅក្នុង microwave មួយតង់ទៀតក៏បានដែរនោះរសជាតិកាន់តែឆ្ងាញ់ផងដែរ